សូមជម្រាបសួរបងនៅលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបដំឡើងកម្មវិធីថ្នាក់បឋម PLP ទៅនៅក្នុងទូរស័ព្ទ Android នៅទូរស័ព្ទ iOS ប្រសិនបើបងទាំងអស់គ្នាចង់ដំឡើងកម្មវិធីថ្នាក់បឋម PLP ដោយខ្លួនឯងគឺវាជារឿងដ៏ប្រសើរខ្លាំងមែនទែនបងពួកអីវាមិនបាច់ចាំចំណាយពេលយូរក្នុងការចាំលោកគ្រូអ្នកគ្រូដំឡើងឲ្យពេលខ្លះវាអាចដំឡើងនៅសាលាទៅអាចនឹងជួបជាមួយនឹងបញ្ហាសេវាខ្សោយឬក៏អីចឹងទៅធ្វើឲ្យបងខាត់ពេលវេលាយូរហើយក៏ត្រូវការចាំយូរដើម្បីយកទូរស័ព្ទផងដែរតើបងមើលទាំងអស់គ្នាជាមួយនឹងរបៀបដំឡើងចាដល់យើងមកធ្វើការដំឡើងជាមួយនឹងទូរស័ព្ទ iOS អញ្ចឹងយើងចូល Chrome ហើយយើងវាយពាក្យ PLP មកបន្ទាប់មកវាលោកកម្មវិធីនឹងឲ្យនៅខាងលើហើយអញ្ចឹងយើងមើលចិត្តដោយសារក្នុងនឹងខ្ញុំបានបង្កើតរួចហើយខ្ញុំបញ្ចូល account រួចហើយតែបើសិនជាអត់បញ្ចូល account ទៅវាមានពាក្យទាញយើងនៅខាងក្រោមអញ្ចឹងយើងរកមើលទៅយើងរកមើលពាក្យ add to home screen អញ្ចឹងកន្លែងហ្នឹងយើងឃើញពាក្យថ្នាក់បឋម PLP អញ្ចឹងវានឹង load ឲ្យនៅលើអេក្រង់ខាងលើនេះពាក្យទាញយកនៅខាងក្រោមដែលខ្ញុំប្រាប់អញ្ចឹងយើងចូលដល់ទូរស័ព្ទ Android យើងចូល PLP មកបន្ទាប់មកយើងឃើញនេះហើយយើងឃើញ account របស់ PLP នៅខាងលើហ្នឹងបន្ទាប់មកយើងចុចកន្លែងចុច3ហ្នឹងទៅយើងចុចកន្លែងចុច3ហើយបន្ទាប់មកវា load ពាក្យឲ្យវា load ពាក្យ add to home screen អញ្ចឹងយើងចុចកន្លែងហ្នឹងទៅគឺវា load ឲ្យទៅនៅខាងលើអេក្រង់របស់យើងអញ្ចឹងយើងងាយស្រួលបើកនិងងាយស្រួលប្រើប្រាស់បើសម្រាប់បងដែលអត់ទាន់បង្កើត account ទេអាចយកមកឲ្យលោកគ្រូអ្នកគ្រូបង្កើតឲ្យនៅសាលាបានអរគុណច្រើនបាយបាយ